ចំនួនទស្សភាគមានតម្លៃស្មើគ្នាចូលមើលរូបទាំងពីរនេះតើរូបមួយណាមានតម្លៃធំជាងឬក៏ស្មើគ្នារូបមួយទាំងខាងឆ្វេងនេះមានចំនួន100ដុំហើយពណ៌សខ្មៅមានចំនួន40ដុំដែលជាភាគយកដូចនេះយើងអាចសរសេរ40លើ100ស្មើនឹង 0.4 រូបគូបនៅខាងស្ដាំមានសរុបចំនួន1000ដុំហើយពណ៌សខ្មៅមានចំនួន400ដុំដែលជាភាគយកដូចនេះយើងអាចសរសេរ400លើ1000ស្មើនឹង 0.40 ការសរសេរលេខ0បន្តពីក្រោយលេខនៅផ្នែកទស្សភាគមិនធ្វើឲ្យចំនួនទស្សភាគផ្លាស់ប្ដូរតម្លៃទេដូចនេះ 0.4 និង 0.40 មានតម្លៃស្មើគ្នាសរសេរលេខ0បន្តពីក្រោយលេខនៅផ្នែកទស្សភាគមិនធ្វើឲ្យចំនួនទស្សភាគផ្លាស់ប្ដូរតម្លៃទេដូចគ្នានេះដែររវាងចំនួន 0.9 និង 0.90 និង 0.900 គឺមានតម្លៃស្មើគ្នាហើយរវាងចំនួន 12.000 និង 12.00 និង 12.0 និង 12 ក៏មានតម្លៃស្មើគ្នាលំហាត់ទី1ចូលសរសេរចំនួនទស្សភាគដែលមានតម្លៃស្មើនឹង 0.9 ទី2ចូលសរសេរចំនួនទស្សភាគដែលមានតម្លៃស្មើនឹង 120.5 ទី3ចូលគូសចម្លើយមួយដែលត្រឹមត្រូវ